ស្វាយរៀងជួបជាមួយនឹងគូវ៉ាច់ IC ថ្ងៃទី13ខែក្រោយហើយកាតព្វកិច្ចដែលស្វាយរៀងត្រូវប្រឹងប្រែងត្រូវព្យាយាមចាប់ពីថ្ងៃនេះតទៅគឺជួបជាមួយនឹងគូវ៉ាច់ IC ខែក្រោយឥឡូវនេះពូបានអបអរសាទរដល់ប្រកាសនេះស្វាយរៀងបានឡើងទៅលេងទៀតដាច់ព្រាត់ប៉ះជាមួយនឹងក្រុមគូវ៉ាច់ IC ថ្ងៃ13ខែក្រោយប៉ុន្តែពេលនេះអាចនឹងកែប្រែពួកវាអាស្រ័យទៅលើភូមិសាស្ត្រនយោបាយបច្ចុប្បន្នដោយសារឥឡូវហ្នឹងយើងដឹងថានៅមជ្ឈមបូព៌ាសង្គ្រាមអាមេរិកអ៊ីស្រាអែលបានកំពុងតែនៅមិនទាន់ដោះស្រាយចប់ក្នុងការទម្លាក់គ្រាប់បែកទៅលើប្រទេសអ៊ីរ៉ង់អញ្ចឹងវាធ្វើឲ្យបណ្ដាប្រទេសនៅប៉ៃអារ៉ាប់នៅក្បែរខាងហ្នឹងគឺមិនទាន់ធានាបាននូវសុវត្ថិភាពអញ្ចឹងប្រសិនបើការប្រកួតខែក្រោយរវាងក្លឹបបាល់ទាត់ប្រកាសស្វាយរៀងហើយនឹងគូវ៉ាច់ IC នេះពួកគេអាចនឹងដូរបានន័យថាដូរការប្រកួតដូរពេលវេលានៃការប្រកួតប៉ុន្តែបើនិយាយពីកីឡាដ្ឋានបើនិយាយពីទឹកដីដែលត្រូវលេងពួកគាត់ថាអាចនឹងប្រទេសកាតាពួកកាតាអាចធានាបាននូវសុវត្ថិភាពសម្រាប់ការប្រកួតពួកកាតាដូចត្រូវដែរកាតាត្រូវពីមុនវាគាត់ទៅតិចតួចទេព្រោះពេលហ្នឹងអ៊ីរ៉ង់បានផ្លោងគ្រាប់សម្ដៅទៅលើទីតាំងមូលដ្ឋានទ័ពរបស់អាមេរិកតែក្រោយពីពេលហ្នឹងមកអ៊ីរ៉ង់ក៏បានដឹងខ្លួនហើយបានបញ្ឈប់ការផ្លោងគ្រាប់ទៅកាន់ប្រទេសជិតខាងពួកអ៊ីរ៉ង់បានឲ្យអ៊ីរ៉ង់ដឹងខ្លួនឯងថាមិនចង់បកកសង្គ្រាមបង្កើតសត្រូវឲ្យយ៉ាងច្រើនអញ្ចឹងការប្រកួតរវាងស្វាយរៀងជាមួយនឹងគូវ៉ាច់ IC ពូអាចគាត់អ្វីដែលពូគិតនឹងសន្មត់ទេណាប្រហែលជាអាចនឹងកាតាឬក៏ប្រទេសនៅក្បែរហ្នឹងដល់អារ៉ាប៊ីសាអូឌីតអត់ហ្នឹងហើយប្រសិនបើបានលេងនៅអារ៉ាប៊ីសាអូឌីតអានោះរឹតតែល្អហ្មងព្រោះអារ៉ាប៊ីសាអូឌីតគឺធានាបាននូវសុវត្ថិភាព 100% ហ្មងលេងម៉ោង1យប់នៅខ្មែរប៉ុន្តែគាត់ថាការលេងវាម៉ោងនៅហ្នឹងលេងម៉ោង10នៅហ្នឹងម៉ោង9ម៉ោង10វាត្រូវនៅម៉ោង1នៅយើងនេះអញ្ចឹងយើងនេះវាចូលព្រឹកហើយយើងតាមដានតែយប់ហ្នឹងអញ្ចឹងអាចថាពេលវេលាដែលយើងមើលដែលយើងគ្រប់គ្រងក្លឹបបាល់ទាត់ស្វាយរៀងដែលបង្កើតអច្ឆរិយភាពមួយនៅក្នុងពិភពបាល់ទាត់ហើយមានសារព័ត៌មានធំៗជាច្រើនយកទៅផ្សាយទាំងមានទាំង Fox Sport yes មានទាំងESPN មានទាំងម៉ាការបស់ស្ប៉ាញបានចុះផ្សាយថាក្លឹបបាល់ទាត់មកពីកម្ពុជាតំណាងកម្ពុជាគឺប្រកាសស្វាយរៀងឡើងមកដល់វាផ្ដៃព្រាត់ប៉ះជាមួយនឹងក្រុមគូវ៉ាច់ IC គូវ៉ាច់ IC មិនធម្មតាទេណាព្រោះតាមដែលយើងដឹងហើយថាក្លឹបដែលឡើងមកដល់វាផ្ដៃព្រាត់នេះសិតតែក្លឹបដែលជើងខ្លាំងហើយកុំឲ្យមានការយល់ច្រឡំពូសុំកែតម្រូវតិចថាការប្រកួតប្រហែលថ្ងៃមុននៅទឹកដីវៀតណាមនេះជាមួយពូអាណែវនេះជាមួយបាងកក United អាហ្នឹងពៀនស៊ូពីណាខាត់យើងបានទុកចំមួយស្មើក៏ប៉ុន្តែអាហ្នឹងគឺយើងធ្លាក់ហើយយើងបញ្ចប់ទៅត្រឹមលេខ3ក្នុងពូលលេខ4លេខ3ក្នុងពូលហើយកតាបកិច្ចដែលស្វាយរៀងត្រូវប្រឹងប្រែងត្រូវព្យាយាមចាប់ពីថ្ងៃនេះតទៅគឺជួបជាមួយនឹងគូវ៉ាច់ IC ខែក្រោយហើយមកពៀនទៀត Another yes Another ត្រូវឡើងទៅប៉ះលីអូសាកា Another យូរមិញក្រោយពីបដូរក្លឹបមកពីហ្គាតាក្លឹបបាល់ទាត់អាលីយូរមិញអាលីយូរមិញ 5-1 នៅទឹកដីអារ៉ាប៊ីសាអូឌីតឥឡូវក្រុមបាល់ទាត់ Another ដែលមាន Cristiano Ronaldo គឺឡើងទៅការវិបត្តិជួបជាមួយនឹងក្រុមបាល់ទាត់ Gamba Osaka មកពីជប៉ុនស្វាយរៀងជួបជាមួយនឹងគូវ៉ាច់ IC ថ្ងៃទី13ខែក្រោយ Al Nassr ជួបជាមួយនឹង Gamba Osaka ថ្ងៃ16ខែក្រោយហើយគូមកគូទៀតនៅ AFC Champions League Final Game ដូចគ្នា Al Ahly របស់អារ៉ាប៊ីសាអូឌីតប៉ះគ្នាជាមួយនឹងក្រុមបាល់ទាត់Sevilla Machida Sevilla របស់ជប៉ុនអញ្ចឹងក្នុងចំណោមពានធំៗទាំង3ក្នុងតំបន់អាស៊ីមានក្លឹបបាល់ទាត់ជប៉ុន2ជប៉ុន1 Machida Sevilla ឡើងទៅវាផ្ដៃព្រាត់ប៉ះជាមួយនឹង Al Ahly អានោះគឺពានធំហើយពានហ្នឹងបើយើងនិយាយពីកម្រិតគឺស្មើនឹង UEFA Champions League ហើយ Al Nassr ជួបជាមួយនឹង Gamba Osaka មកពីជប៉ុនដែរនេះពាននេះបើយើងគិតពីកម្រិតស្មើនឹង Europa League ដែលឡៃប្រកាសនេះស្វែងរបស់កម្ពុជាជួបជាមួយនឹងគូវ៉ាច់ ICពាននេះស្មើនឹង Conference League អាហ្នឹងគឺកម្រិត FIF